ទស្សនាវីដេអូ highlight ពេញមួយការប្រកួតតែម្ដងដែលជាជំនួបរវាងក្រុមម្ចាស់ផ្ទះ Al Kuwait FC ជាមួយនឹងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងក្នុងកីឡដ្ឋាន Jabal Al Ahmad International ចាប់ផ្ទះប្រើប្រាស់ឯកសណ្ឋានពណ៌សមួយឈុតតែម្ដងចំណែកក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងប្រើឯកសណ្ឋានអាវខៀវខោសស្រោមជើងពណ៌ខៀវលោកកាស៊ីមម៉ាតាអល់ហាត់មីជនជាតិអូម៉ង់គឺជាមន្ត្រីដឹកនាំការប្រកួតបាទមន្ត្រីអាជ្ញាកណ្ដាលរួមជាមួយនឹងជំនួយការ3រូបផ្សេងទៀតដែលជាជនជាតិអូម៉ង់ដូចគ្នាជាឃើញថាការប្រកួតដំណើរការបានត្រឹមតែ3នាទីប៉ុណ្ណោះបាទគឺបាទកីឡាករ Thiago Alves របស់ព្រះខ័នរាជស្វាយរៀងបានបង្កើតនៅគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួនបន្ទាប់ពីបាល់គប់បាទចម្ងាយឆ្ងាយរបស់កីឡាករ Connor Shield បាទតែតដោយខ្សែការពារបាទរបស់ក្លឹបបាល់ទាត់ Al Kuwait បាទ Thiago Alves ក៏ទាត់បាទកាប់ Hafele បញ្ចូលទីបានសម្រេចតែម្ដងការនាំមុខដល់លឿននៅក្នុងវគ្គទី1ត្រឹមនាទីទី3ហើយមិនយូរទេត្រឹម6នាទីក្រោយមកក៏មានគ្រាប់បាល់បញ្ចូលទី1គ្រាប់ទៀតរបស់ព្រះខ័នរាជស្វាយរៀងតាមរយៈការទម្លាក់របស់ Thiago Alves ឲ្យ Rio Fujie នៅលើដំបូលទូកទាត់បច្ចេកទេសបញ្ចូលទីបានយ៉ាងល្អបាទការកាត់មកដោយ Connor Shield តែដោយពេលប្រាក់ความមេបញ្ជូនដោយ Patrick Robson តទៅជើងរបស់ Thiago Alves សម្រេចចិត្តបាទទម្លាក់ឲ្យបាទទូលាយត្រង់នេះគឺទាត់ពេនកោងបញ្ចូលទីបានយ៉ាងល្អដោយ Rio Fujieយ៉ាងណាក្តីក្រុមម្ចាស់ផ្ទះមិនឲ្យក្រុមភ្ញៀវធ្វើបានតាមតែចិត្តនោះទេការប៉ុនប៉ងពីក្រៅប្រអប់ត្រង់នេះដ៏ធ្ងន់មួយជើងតែត្រូវសង្គ្រោះបានដោយអ្នកចាំទីវីរៈតារាបាទនេះជាការប៉ុនប៉ងហើយក៏មិនបានសម្រេចដែរបន្តទៅទៀតពេលប្រាក់ความមេដែលត្រង់នេះគួរតែជាគ្រាប់បាល់ទី3ទៅហើយតែគេពេនបុកនឹងបង្គោលទីទៀតត្រឡប់មកវិញបាទមិនមានគ្រាប់បាល់របស់ពេលប្រាក់ความមេកើតឡើងនោះទេបាទចលនាការទទួលបាល់និងការបញ្ចប់ទីបាទគឺពិតជាទំនងមែនទែនតែមិនបានសម្រេចនោះឡើយចប់វគ្គទី1 Al Kuwait 0ព្រះខ័នរាជស្វាយរៀង2ចូលដល់វគ្គទី2ក្រុមម្ចាស់ផ្ទះចាប់ផ្ដើមបញ្ចេញនៅភាពខ្លាំងរបស់ខ្លួនមិនខុសពីព្រះខ័នរាជស្វាយរៀងកាលពីជើងទី1នោះទេពួកគេក៏បង្កើតឱកាសជាបន្តបន្ទាប់ហើយក៏រកបានគ្រាប់បាល់បញ្ចូលទីបាទហើយយ៉ាងណាក៏ដោយបាទមានការលើកទង់ពីជំនួយការអាជ្ញាកណ្ដាលបន្ទាប់ពីឆែក VAR ទៅឃើញថាបាល់នោះជាគ្រាប់បាល់ចូលទីបានការមិនមានកីឡាករដែលទាត់បញ្ចូលទីស្ថិតនៅក្នុងជំហរ offside នោះទេបាទក្រុមម្ចាស់ផ្ទះ Al Kuwait តាមពីក្រោយបាទ1-2យ៉ាងណាក៏ដោយបាទនៅនាទីទី56ព្រោះគឺបាទ11នាទីនៅក្នុងវគ្គទី2ក្រុមម្ចាស់ផ្ទះក៏តាមបានស្មើតាមរយៈការកាត់ចេញមកធ្ពក់បាននិងរុញបញ្ចូលទីត្រង់មុំតូចអាមូរីកីឡាករឆ្នើមជាងគេប្រចាំព្រឹត្តិការណ៍គឺជាអ្នកបញ្ជូនទៅហើយបាទម៉ារហ៊ុនគឺជាអ្នកបញ្ចប់ទីត្រង់នេះការទាត់កាត់ពីមុខទីដោយ Patrick Robson មិនបានសម្រេចនោះទេបានត្រឹមតែរមៀលបាទគៀកទីបន្តទៀតមានការបញ្ជូនត្រង់នេះហើយក៏កាត់ទៅដាក់ខ្លួនដួលដើម្បីស្កាត់បាល់តែមិនបានសម្រេចមួយជើងរបស់កីឡាករមួយរូបទៀតនៅបង្គោលទី2ក៏មិនចំគោលដៅដូចគ្នាការបញ្ជូនពីកីឡាករ Ali Hussein ម៉ោងធម្មតា90នាទីបានបញ្ចប់ក្រុមទាំងពីរស្មើគ្នា2-2ហើយក៏ឈានដល់ម៉ោងបន្ថែម15នាទី2ដងការបន្ថែម15នាទី2ដងនេះយើងឃើញថាក្រុមទាំងពីរនៅតែមានថាមពលនៅក្នុងការប្រកួតប្រជែងក៏ដូចជាស្វែងរកនៅគ្រាប់បាល់ដើម្បីរកជ័យជំនះឲ្យបាននៅក្នុងពានរង្វាន់
ក្លឹបអាជីពលំដាប់ទី3នៃទ្វីបអាស៊ីមួយនេះ Christian ទាត់បញ្ចូលទីត្រង់នេះល្អឥតខ្ចោះតែម្ដងពីក្រៅប្រអប់រយៈចម្ងាយឆ្ងាយប៉ុន្តែអ្នកចាំទីមិនអាចបាទសង្គ្រោះនៅក្របបាល់ដ៏ល្អនេះបាននោះទេ Christian ទប់រុញបន្តិចមើលឃើញហើយក៏ទាត់យកតែម្ដងបោកដីខ្ទាតចូលទីបានយ៉ាងល្អនៅមុខខ្សែជាថ្មី3-2ដោយព្រះខ័នរីកស្វាយរៀងយ៉ាងណាក្តីមួយជើងត្រង់នេះគឺពិតជាអស្ចារ្យមែនទែនបាទការទាត់បញ្ចូលទីរបស់កីឡាករលេខ10 Amuri បាទកើតចេញពីការលេងខ្លីៗមិនឃ្លាបាល់ចោលរបស់ខ្សែការពារនិងខ្សែបម្រើនៃក្លឹបបាល់ទាត់ព្រះខ័នរីកស្វាយរៀងធ្វើឲ្យកីឡាកររបស់ Alkuwet ដណ្ដើមបានបញ្ជូននិងបញ្ចប់ទីដោយ Amuri 3-3 ហើយបន្តម៉ោងបន្ថែម15នាទីលើកទី2រវាងក្រុមទាំងពីរបាទត្រង់នេះហើយគឺជាគ្រាប់បាល់បញ្ចូលទីនិងជាគ្រាប់ជ័យជំនះនៅនាទីទី110ដោយកីឡាករពាក់លេខ20 Youssef Nasser ដែល Youssef Nasser នេះគឺជាកីឡាករបដូរចូលប៉ុន្តែគ្រប់បាទឱកាសរបស់គេគឺសុទ្ធតែជាឱកាសគ្រោះថ្នាក់ហើយគេបាទរកបានគ្រាប់បាល់មួយគ្រាប់ដ៏សំខាន់សម្រាប់ Alkuwet គឺគ្រាប់បាល់តែតបញ្ចូលទីត្រង់នេះបាទគ្រាប់បាល់ជ័យជំនះបាទរបស់ Alkuwet អញ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតហើយព្រះខ័នរីកស្វាយរៀងនៅតែជាក្រុមជើងឯករងក្នុងពានរង្វាន់មួយនេះចំណែកឯ Alkuwet SC ក្រុងជើងឯកការប្រកួត AFC Challenge League 2025-2026